បញ្ហា stress និងតានតឹងញ៉ាំអាហារ7នេះអ្នកនឹងមានអារម្មណ៍រីករាយក្នុងចិត្ត stress ជាផ្នែកមួយរបស់ធម្មជាតិក្នុងជីវិតរបស់មនុស្សហើយអ្នកទាំងអស់នេះក៏មិនអាចគេចផុតពីវាបានដែរបើអ្នកមិនអាចកាត់បន្ថយបញ្ហាតានតឹង stress និងការខូចចិត្តទេវាឈានទៅប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តអ្នកធ្ងន់ធ្ងរផងដែរថ្ងៃនេះយើងមានអាហារចំនួន7មុខដើម្បីជួយបង្កើនអរម៉ូនរីករាយក្នុងរាងកាយ 1. សូកូឡាខ្មៅសូកូឡាខ្មៅមានសមាសធាតុដែលជំរុញការបញ្ចេញអរម៉ូនធ្វើឲ្យចិត្តរីករាយនិងកាត់បន្ថយការឈឺចាប់ផ្នែករាងកាយសូកូឡាខ្មៅក៏មានផ្ទុកទៅដោយម៉ាញ៉េស្យូមជាសារធាតុរ៉ែដែលអាចជួយកាត់បន្ថយភាពតានតឹងនិងកាត់បន្ថយថប់អារម្មណ៍បានល្អណាស់ 2. ផ្លែបឺរមានផ្ទុកទៅដោយសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់សុខភាពរួមមានប៉ូតាស្យូមជាតិសរសៃនិងខ្លាញ់ដែលមានសុខភាពល្អក៏ជាប្រភពដ៏ល្អនៃវីតាមីន B6 ដើម្បីធ្វើការផលិតនិងជាសារធាតុបញ្ជូនសរសៃប្រសាទដែលជួយគ្រប់គ្រងអារម្មណ៍កុំឲ្យ stress បានល្អ 3. ត្រីសាល់មុនគឺសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 ជួយកាត់បន្ថយការរលាកនិងជួយគ្រប់គ្រងអារម្មណ៍ឈឺចាប់និង stress ព្រោះវាជួយកាត់បន្ថយអរម៉ូនដែលជាអរម៉ូន stress ដែលអាចរួមចំណែកដល់ការថប់អារម្មណ៍និងផលប៉ះពាល់ដល់អារម្មណ៍អវិជ្ជមានផ្សេងៗទៀតព្រោះតែភាពតានតឹង 4. ទឹកដូងតាមអ្នកជំនាញផ្នែកសុខភាពដែលមានបទពិសោធន៍15ឆ្នាំជាងគឺលោកវិជ្ជាបណ្ឌិត Chris Illeder បាននិយាយថាការផឹកទឹកដូងជាប្រចាំថ្ងៃជួយឲ្យអ្នកលើសឈាមមានចរន្តឈាមថយចុះនិងជួយកាត់បន្ថយហានិភ័យនៃការគាំងបេះដូងបានសម្រាប់អ្នកហាត់ប្រាណទឹកដូងក៏ជួយសម្រកទម្ងន់ពីព្រោះភេសជ្ជៈទឹកដូងនេះមានខ្លាញ់តិចតែផ្ដល់ថាមពលច្រើនព្រោះថាទឹកដូងមានផ្ទុកទៅដោយសារធាតុរ៉ែដែលចាំបាច់សម្រាប់ខួរក្បាលព្រោះវាមានសូឌីយ៉ូមប៉ូតាស្យូមសេលីញ៉ូមនិងម៉ាញ៉េស្យូមហើយជួយឲ្យអ្នករស់នៅបានយូរដែរ 5. សណ្តែកសៀងលោកស្រីវិជ្ជបណ្ឌិត Claudas បានបញ្ជាក់ថាសណ្តែកសៀងជាអាហារដែលខ្ញុំចូលចិត្តបំផុតព្រោះវាមានផ្ទុកទៅដោយប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលមានសារៈសំខាន់ជួយគ្រប់គ្រងសម្ពាធឈាមនិងកាត់ជាតិខ្លាញ់ហើយធ្វើឲ្យអ្នកមានអារម្មណ៍កាត់ stress ចេញពីខ្លួននិងភាពតានតឹងផងដែរ 6. កាហ្វេមួយកែវមនុស្សជាច្រើនណាស់ដែលតែងតែរីករាយជាមួយនឹងការផឹកកាហ្វេនៅពេលព្រឹកគ្រាន់តែចូលចាំថាកុំផឹកកាហ្វេមុនពេលអាហារព្រឹកកុំយកកាហ្វេធ្វើជាអាហារពេលព្រឹកនិងកុំបន្ថែមជាតិស្ករចូលក្នុងកាហ្វេច្រើនពេកតាមការសិក្សាមួយចំនួនបានរកឃើញថាការទទួលទានកាហ្វេជាទៀងទាត់អាចកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងនិងជំងឺវង្វេងវង្វាន់ក៏ប៉ុន្តែប្រសិនបើមានជំងឺប្រចាំកាយចូលប្រឹក្សាជាមួយនឹងគ្រូពេទ្យជាមុនសិន 7. ស៊ុតគឺសម្បូរទៅដោយវីតាមីន B6 B12 អាស៊ីតហ្វូលិកដែលមានសមត្ថភាពខ្លាំងប្រសិនណាញ៉ាំពេលព្រឹកស៊ុតធ្វើឲ្យសុខភាពខួរក្បាលគិតបានល្អនិងកុំឲ្យអសមត្ថភាពយល់ដឹងរបស់ខួរក្បាលមិនថាមនុស្សចាស់ឬក្មេងនោះទេគឺអាចនឹងថមថយចុះហើយស៊ុតក៏ជួយឲ្យអារម្មណ៍រីករាយផងដែរ